ខ្ញុំក៏ថាបើបានមនសែនដឹងឆ្ងាញ់យ៉ាងណាខ្ញុំថាមិនបាច់ស្រែមកនេះខ្ញុំធ្វើរូបមន្តឲ្យឆ្ងាញ់ឲ្យខៃម្ដេងស្លឹកក្រូចខ្ទឹមសខ្ទឹមក្រហមហើយគ្រឿងបុកដាក់មកកូនសាព្រាមកហើយខ្ញុំដាក់រ៉ូឌីមកកញ្ចប់តូចមួយតាមមកកញ្ចប់តូចហ្នឹងហ្មងអត់បងគ្រឿងអីទៀតទេព្រោះក្នុងហ្នឹងវាឆ្ងាញ់មកគ្រប់ល្មមរសជាតិដែលខ្ញុំចង់បានហើយដាក់ប្រេងអូលីវបន្តិចអត់ប្រេងអូលីវដាក់ប្រេងអីក៏បានដែរច្របល់ចូលគ្នាបែបនេះទុកប្រហែល15នាទីហើយយកគ្រឿងក្រៅហ្នឹងញាត់កូនចូលគូតមាន់ឲ្យកាន់តែឈ្ងុយហើយយើងដាក់សក្ខីស្លឹកក្រូចហ្នឹងទ្រាប់ពីលើមាន់បែបនេះកុំឲ្យខ្លោចយើងគ្របវាទុកហើយយើងដាក់ភ្លើងតិចបានហើយកុំដាក់ភ្លើងខ្លាំងតែខ្ញុំតែងតែប្រើមកម្សៅស៊ុបរ៉ូឌីព្រោះវាធ្វើឲ្យម្ហូបយើងមានរសជាតិឆ្ងាញ់គេមានពីររសជាតិបងប្អូនរ៉ូឌីរសជាតិសាច់មាន់និងរ៉ូឌីរសជាតិសាច់ជ្រូកគេមានច្រើនខ្នាតមែនតើឲ្យយើងរើសខ្នាត1000ក្រាម650ក្រាម400ក្រាម165ក្រាមនិង17ក្រាមយើងចង់យកមួយណាក៏បានដែរតាមចិត្តយើងមាន់មកមើលមាន់យើងម្ដងយើងបើកភ្លើងតិចប្រែចុះប្រែឡើងឲ្យបានលឿងបែបនេះខ្ញុំដាក់ស្ពៃក្តោបចូលទៅមានម្ទេសហើយខ្ទឹមម្ទេសដាក់ពីរពណ៌ចឹងមកឲ្យទឹកត្រីយើងតំណងអូយពេលបុកទៅវាខ្ទាតចឹងថែមរ៉ូឌីកុំឲ្យវាខ្ទាតណាបុកហើយយើងដាក់ក្រូចឆ្មាស្ករសទៅតាមចំណង់ចំណូលចិត្តរបស់យើងទឹកត្រីដែលយើងចង់ហូបហ្នឹងណាតែយកឲ្យរសជាតិឲ្យជូរដើម្បីកាត់កុំឲ្យវាទលាន់ជាមួយនឹងមាន់ណាប្តីនាងខ្ញុំគឺថាទាញកាផ្លៅមុនគេគឺជា favorite របស់គាត់ហ្មងប្តីខ្ញុំនិយាយមែនអូបងប្អូនខ្ញុំភ្លេចប្រាប់រោងចក្រ Ajinomoto Cambodian មានទីតាំងស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស Royal Group ភ្នំពេញម្សៅស៊ុបរសជាតិសាច់ជ្រូកត្រូវតែរ៉ូឌីប្រសិនបងប្អូនចង់ដឹងព័ត៌មានបន្ថែមឬជាផលិតផលសូមតាក់ទងទៅកាន់ Facebook Page Roddie Cambodian